trong nhữngនិយាយអំពីរបៀបណែបង្កើត Flux framework ណែដើម្បីដំណើរការនៅក្នុង Python programming ផងយើងដូច្នេះដំបូងបំផុតយើងចូលទៅកាន់ណែ file តមកយើងយកពាក្យថា open folder បាទណែ open folder ហើយបន្ទាប់មកយើងរើសទីតាំងណែដែលមានសុវត្ថិភាពមួយសម្រាប់រក្សាទុក data យើងឧទាហរណ៍ថាខ្ញុំបង្កើតណែ folder ថ្មីមួយខ្ញុំចុចដាក់នៅក្នុង project រួចហើយខ្ញុំដាក់ពាក្យថាណែ Flux ណែ application បាទរួចហើយខ្ញុំចូលឲ្យផុតដែរនៅកន្លែងនេះគឺសូមឲ្យអ្នកនរនេះចូលឲ្យផុតទៅដល់ខាងក្នុងបន្ទាប់មកគឺយើងណែ select យកបាទណែ folder ផុតយើងពេល select យក folder ផុតយើងហើយវានឹងចេញផ្ទាំងនេះមួយមកបាទអញ្ចឹងនៅក្នុងផ្ទាំងនេះគឺតម្រូវឲ្យយើងបង្កើតនៅ structure អញ្ចឹងនៅក្នុងនេះខ្ញុំបង្កើត structure ទី1ខ្ញុំដាក់ឈ្មោះថា data ណែហើយ enter វាមកអញ្ចឹងនៅក្នុង data ខ្ញុំមាន file 3ណែដែលត្រូវបង្កើតទី1គឺណែ fake.json ណែទី2ណែទី2គឺ rule.json បាទនិងទី3ណែគឺ taxonomy.json ណែហើយខ្ញុំអត់ទាន់ទៅសេអ្វីទាំងអស់នៅខាងក្នុងហ្នឹងណាមានន័យថាខ្ញុំបង្កើតតែកន្លែងរក្សាទុក JSON file នៅទាំង3ផងយើងរួចហើយខ្ញុំបង្កើតណែ file មួយនៅខាងក្រៅបាទខ្ញុំចុចទៅលើវានៅខាងក្រៅណែបាទខាងក្រៅ folder ហ្នឹងមកហើយខ្ញុំជ្រើសរើសយកពាក្យ new file ហើយខ្ញុំដាក់ពាក្យថា app.py បាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំមាន file នៃ JSON 3ហើយនិង file Python 1ក៏ប៉ុន្តែណែដើម្បីអាចឲ្យយើង run Flux application បានយើងត្រូវបង្កើតនៅ visual environment មួយហើយនៅក្នុង visual environment ហ្នឹងណាជាទូទៅគឺតម្រូវឲ្យយើងប្រើប្រាស់ណែតាមរយៈ terminal នៅក្នុង VS Code ដូច្នេះអ្នកនរគ្នាអាចចូលទៅកាន់ menu ហើយយើងជ្រើសរើសណែ terminal ហើយបន្ទាប់មកជ្រើសរើសយក new terminal អញ្ចឹងនៅក្នុង new terminal នេះណែអ្នកនរគ្នាអាចជ្រើសរើសបាទណែនៅប្រភេទ terminal នេះមានប្រភេទ comment ជាច្រើនដែលយើងអាចប្រើណាដូចជាបាទ PowerShell ណាដែលជា default របស់ VS Code ហើយ Git Bash ដែលបើសិនជាយើងចង់ប្រើយើងត្រូវការ install វាបន្ថែមដោយ download នៃ Git Bash ពី internet មកហើយនឹងយើងអាចប្រើប្រាស់ command prompt របស់ Windows បានណាឥឡូវខ្ញុំយកតាមរយៈ PowerShell អញ្ចឹងនៅក្នុង PowerShell ពេលដែលយើង select លើវាណាវានឹង load ផ្ទាំងនេះមួយមកឲ្យយើងបាទហើយនៅក្នុង terminal នេះយើងចុចទៅលើ terminal នេះរួចហើយយើងវាយពាក្យណាយើងវាយពាក្យបញ្ជាដើម្បីបង្កើតនៅ virtual environment មួយសម្រាប់ដំណើរការកម្មវិធីរបស់យើងនៅក្នុងនេះសូមឲ្យអ្នកនរគ្នា typing ថា Python ដែលអក្សរតូចទាំងអស់ហើយបន្តមក -m នេះគឺសំដៅទៅលើ module ហើយ module ហ្នឹងគឺយើងបង្កើតណា visual environment មួយមានន័យថាបរិស្ថាននិមិត្តមួយដោយអក្សរកាត់វាគឺ VENV អក្សរតូចទាំងអស់ហើយក្រោយមកខ្ញុំដាក់ឈ្មោះ virtual environment ហ្នឹងថាដាក់ថា VENV ណាអញ្ចឹងនៅក្នុងនេះកន្លែងនេះគឺយើងចង់ដាក់ឈ្មោះអីក៏បានដែរអាស្រ័យទៅលើ project ផងយើងដូច្នេះខ្ញុំដាក់ថា project ណា virtual environment P001 ខ្ញុំចាត់ទុកថាវាជា project ទី1ផងខ្ញុំបាទអញ្ចឹងនៅក្នុង project ទី1ផងខ្ញុំពេលដែលខ្ញុំធ្វើការរួចអ្នកនរគ្នាអាចណែ press លើ keyboard enter ពេលនោះវានឹងបង្កើតនៅ virtual environment មួយឲ្យយើងហើយវាក៏មានផ្ទាំង message មួយសួរមកយើងដែរថាតើយើងចង់ឲ្យណា virtual environment ដែលយើងបង្កើតនេះប្រើប្រាស់នៅក្នុង workspace folder យើងអត់ជាទូទៅសូមចុចយក yes បាទនៅត្រង់ពេលដែលយើងបង្កើត virtual environment នេះហើយអ្នកនរគ្នាអាចចូលទៅខាងក្នុងណាបាទ folder ផាត់យើងនឹងមកហើយអ្នកនរគ្នានឹងទទួលបាននៅ folder មួយឈ្មោះថា script បើសិនជាអ្នកប្រើ Windows កន្លែងនេះណែអត់ឃើញ script វាចេញ bin មានន័យថាការ config ណាឬក៏ការ set up បាទ virtual environment ផាត់យើងនឹងអត់ជោគជ័យទេដូច្នេះយើងត្រូវការណែធ្វើការមួយចំនួនផ្សេងទៀតដើម្បីដោះស្រាយបញ្ហាហ្នឹងក៏ប៉ុន្តែបើសិនជាអ្នកនរគ្នាឃើញមានពាក្យ script ហើយបន្ទាប់មកអ្នកនរគ្នាឃើញមានពាក្យ activate. ណាបាទ ps1 បាទ ps1 ដូច្នេះនៅក្នុងនេះគឺយើងអាចយកមកទៅសេបានហើយបាទខ្ញុំសូមត្រឡប់ទៅកាន់ណែ file ផាត់យើងវិញខ្ញុំបិទឡៃនេះអញ្ចឹងខ្ញុំចូលទៅកាន់ណែPowerShell ផាត់យើងដែលនៅខាងលើដែលយើងបានបង្កើតអំបញ្ញមិញខ្ញុំបិទឡៃនេះឡើងវិញបាទណែអូខេខ្ញុំបិទ
bật vì thòm đà chào chắc hai bị to máu cứ trong đại mua nè virtual environment .venv p zone muối to máu trong pra slash backslash nè hai to máu trong vai bịa thà script hai bị to máu trong slash backslash mới tiếp chúng đã thà activate nè .ps1 ní ps1 cứ sầm đáy từ lớp file nè activate .ps1 đểในក្នុង folder script ផងយើងហើយនៅក្នុងនេះកាលណាដែលយើងធ្វើការ activate នេះគឺដើម្បីបើកផ្លូវឲ្យណែយើងអាចបញ្ជាណែ machine ដើម្បីឲ្យយើងអាចនាំចូលនៅ module ណែផ្សេងដែលប្រើប្រាស់នៅក្នុង project ផងយើងអញ្ចឹងយើងត្រូវការណែដាក់ឈ្មោះនេះឲ្យត្រូវជាមួយនឹងឈ្មោះ virtual environment ផងយើងហើយបន្តមកគឺ script ហើយនឹង activate.ps1 អ្នកនរនេះអាច enter វាបាទ enter វាអញ្ចឹងពេលដែលវាជោគជ័យអ្នកនរគ្នានឹងឃើញមានណាឈ្មោះ virtual environment ផងយើងនៅក្នុងវងកញ្ចក់ណា parenthesis ដូច្នេះបើសិនជាក្នុងករណីអ្នកនរគ្នារ៉ានមកឃើញមានពណ៌ក្រហមមានអ្នកឃើញពណ៌ក្រហមមិនអញ្ចឹងណាអញ្ចឹងបើសិនជាឃើញមានពណ៌ក្រហមមានន័យថាការ activate ផងយើងតាមរយៈ PowerShell នេះណាមិនទទួលបានជោគជ័យទេដូច្នេះការដែលមិនទទួលបានជោគជ័យយើងអាចប្រើប្រាស់វិធីសាស្ត្រមួយទៀតណាខ្ញុំមិនទាន់និយាយអំពីការ config អាក្រហមហ្នឹងទេឥឡូវខ្ញុំទុកវានៅនឹងសិនតែខ្ញុំណែរុញឲ្យអ្នកនរគ្នាទៅប្រើប្រាស់វិធីសាស្ត្រមួយទៀតដើម្បីណែ activate វាបានដូចគ្នាដូច្នេះអ្នកនរគ្នាអាចចូលទៅក្នុងណែ extension បាទចូលទៅក្នុង extension នៅខាងឆ្វេងនេះកន្លែងរូបសញ្ញានេះបន្តមកទៀតអ្នកនរគ្នាណែ typing ពាក្យថា batch ណែ runner ហើយបន្តមករកមើលឈ្មោះណែនេះ batch runner របស់បាទ subdomain នេះហើយបន្តមកអ្នកនរគ្នាឃើញបើសិនជាអ្នកនរគ្នា install ហើយវានឹងឃើញ disable ហើយនឹង uninstall ក៏ប៉ុន្តែបើអត់ណែតាន់បាន install វាពីមុនទេអ្នកនរគ្នានឹងឃើញមានពាក្យថា install អញ្ចឹងសូម install ហើយបន្តមក trust ណែទៅលើ publisher ហ្នឹងទៅពេលនោះអ្នកនរគ្នានឹងតម្លើងណែ batch runner នៅក្នុង VS Code យើងជោគជ័យពេលដែលតម្លើងវារួចណែកន្លែងហ្នឹងពេល install វារួច complete ជោគជ័យហើយអ្នកនរគ្នាវិលត្រឡប់ទៅកាន់ Explorer ផងយើងវិញក៏ប៉ុន្តែនៅត្រង់ណែកន្លែង Explorer បាទខ្ញុំត្រឡប់មកលើ Explorer នេះកន្លែង Explorer ណែផ្ទាំងការងារផងយើងរួចអ្នកនរគ្នាចូលទៅក្នុងណែ virtual environment script ផងយើងរួចអ្នកនរគ្នាឃើញ file មួយគេដាក់ឈ្មោះថា activate.bat ណែ .bat អញ្ចឹងនៅក្នុងបាទណែ file activate.bat គឺជា batch runner ហើយយើងអាច run វាដើម្បីជំនួសឲ្យការធ្វើណាការសរសេរដើម្បី activate នៅ visual environment របស់យើងឲ្យបាញ់មិញដូច្នេះអ្នកនរគ្នាណែពេលដែល select លើវាអ្នកនរគ្នាឃើញ script នៅក្នុងនេះកុំដូរវានៅឲ្យស្ងៀមទៅហើយតមកសូមអ្នកនរគ្នារកមើលពាក្យណែថាបាទណែបាទចុច line នេះគឺអ្នកនរគ្នានឹងឃើញមានពាក្យថា run F5 អត់ឲ្យចុចណែទៅលើអាសញ្ញាព្រួយនោះទេគឺយើងចុចទៅលើសញ្ញា drop down សិនហើយយើងអត់ run code ទេគឺយើងចុចពាក្យថា run ឬក៏យើង press ណែឬក៏យើងចុច key F5 នៅលើ keyboard ផងយើងតែខ្ញុំសូមឲ្យចុចតាមនឹងមកហើយមួយវិញទៀតបើសិនជារកសញ្ញានឹងអត់ឃើញណាគឺអ្នកនរគ្នាអាចចុចទៅលើណាសញ្ញា drop down កន្លែងនេះហើយអ្នកនរគ្នាឃើញមានពាក្យ run អញ្ចឹងអ្នកនរគ្នាអាចណែ run វាទៅអ្នកនរគ្នានឹងទទួលបានការ activate នឹងដូចគ្នាដែរអញ្ចឹងដោយសារខ្ញុំ activate រួចហើយណាខ្ញុំ activate រួចហើយអញ្ចឹងខ្ញុំមិនចាំបាច់ទេតែអ្នកដែលមានបញ្ហាក្រហមអំបញ្ញមិញគឺសូមចុច activate ពេលចុច activate ទៅឃើញណែឈ្មោះ visual environment នៅក្នុងនឹងដូចគ្នាមែនទេត្រូវទេឃើញនៅបាទអញ្ចឹងមានន័យថាយើង activate បានជោគជ័យក្រោយពេលដែល activate បានជោគជ័យហើយណាកន្លែងនេះអ្នកនរគ្នាត្រូវតម្រូវឲ្យធ្វើការណែ upgrade pip ជាមុនណា upgrade pip គឺដើម្បីឲ្យវាទៅដល់ version ចុងក្រោយណានៃ pip ព្រោះ pip វាគឺជាច្រកតែមួយណែដែលយើងប្រើប្រាស់សម្រាប់ណែបញ្ចូលនៅ virtual environment និង library ផ្សេងដើម្បីអាចយកមកប្រើប្រាស់នៅក្នុងណែ project របស់យើងបានដូច្នេះអ្នកនរគ្នា typing អក្សរតូចទាំងអស់នៅក្នុងនេះដាក់ថា Python បាទតបមកណា -m រួចទៅសេ pip ណាដក clear install បាទ double hyphen upgrade ណា pip
បាទពេលដែលអ្នកនរគ្នាទៅសេបែបនេះហើយអ្នកទៅសេ comment បែបនេះហើយអ្នកនរគ្នាអាច press ទៅលើ keyboard enter ពេលនោះវានឹងធ្វើការ remove version ចាស់ហើយវាចាប់ផ្ដើមណាតម្លើងនៅណា pip version ថ្មីឲ្យយើងអញ្ចឹង version ចាស់របស់ខ្ញុំគឺ version 24ហើយវាចាប់ផ្ដើម uninstall ចេញហើយបន្ទាប់មកវា install version ថ្មីគឺ 25.3 ណាគឺជាបច្ចុប្បន្នភាពនៅចុងក្រោយរបស់ pip របស់យើងពេលដែលអ្នកនរគ្នាធ្វើការរួចហើយអ្នកនរគ្នាអាចណាធ្វើការ install នៅ flag បានហើយដោយអ្នកនរគ្នាប្រើពាក្យថា pip install flag ណា pip install flag បាទ pip install flag រួចអ្នកនរគ្នា press enter មកអ្នកនរគ្នា press enter មកពេលនោះវានឹងធ្វើការតម្លើងណានៅ flag application ឲ្យយើងនៅពេលដែលអ្នកនរគ្នាតម្លើងវាមកដល់កន្លែងនេះមានន័យថាជោគជ័យហើយក៏ប៉ុន្តែដើម្បីធ្វើការផ្ទៀងផ្ទាត់ថា project ផងយើងត្រូវបានភ្ជាប់ទៅកាន់ virtual environment ហ្នឹងណាត្រឹមត្រូវដែរឬអត់អ្នកនរគ្នាត្រូវធ្វើការ verify ធ្វើការផ្ទៀងផ្ទាត់វាតាមរយៈនៃការចូលទៅកាន់ view menu នៅក្នុង VS Code ផងយើងណាសូមចូលទៅតាមខ្ញុំបាទចូលទៅក្នុងនៃ comment palette ណាបាទតោះនេះទី1ចូលទៅក្នុង view menu នៅក្នុង VS Code ហើយបន្ទាប់មកជ្រើសរើសយកពាក្យ comment palette ដែលនៅលើគេហើយបន្ទាប់មកនៅក្នុងប្រអប់នេះសូមអ្នកនរគ្នា typing ថា select ណា interpreter បាទហើយបើសិនជាឃើញ select interpreter នេះហើយណាអ្នកនរគ្នាអាចយក mouse select លើវាបន្តទៀតបន្តមកទៀតណាអ្នកនរគ្នាជ្រើសរើសយកឈ្មោះ visual environment ដែលអ្នកនរគ្នាបានបង្កើតអញ្ចឹងនៅក្នុងនេះគឺយើងបានឃើញការ recommend ពី machine ណាដោយវាដាក់នៅពាក្យ recommend នៅពីខាងក្រោយនេះណាហើយឈ្មោះ visual environment ណា .venv p01 ផងយើងអញ្ចឹងវាជាអ្វីដែលយើងបានធ្វើអំបញ្ញមិញដូច្នេះអ្នកនរគ្នាអាចយក mouse select លើវាពេលដែលអ្នកនរគ្នាចុចបានទៅលើវាហើយមានន័យថាការផ្ទៀងផ្ទាត់នឹងការ mapping ការតភ្ជាប់រវាង project យើងនិង visual environment នៅក្នុងនេះគឺទទួលបានជោគជ័យណារួចហើយដូច្នេះពេលដែលយើងបានវារួចហើយមានន័យថាយើងអាចដំណើរការកម្មវិធីផងយើងបានអញ្ចឹងជាចំណុចបន្តទៅទៀតគឺតម្រូវឲ្យអ្នកនរគ្នាណាធ្វើការសរសេរ code ណាសម្រាប់ file នីមួយៗហើយខ្ញុំសូមបញ្ជាក់អ្នកនរគ្នាផងដែរថានៅពេលដែលអ្នកនរគ្នាចាប់ផ្ដើមធ្វើការជាមួយនឹង virtual environment នេះណាឬក៏នៅក្នុង project នេះរាល់ code ណាដែលយើងសរសេរទាំងអស់សូមកុំយកទៅដាក់ចូលទៅខាងក្នុងណា folder របស់ visual environment ដែលបង្កើតឡើងដោយស្វ័យប្រវត្តិតាមរយៈនៃពាក្យបញ្ជាដែលយើងបានសរសេរនៅក្នុង terminal ហ្នឹងហើយយើងត្រូវតែមកសរសេរ code ផងយើងនៅពីខាងក្រៅហ្នឹងណាដោយបង្កើតណាជា folder ថ្មីជា file ថ្មីឬក៏អ្វីៗដែលថ្មីខ្ញុំសូមបញ្ជាក់អ្នកនរគ្នាថាណា .venvp01 ដែលយើងបង្កើតគឺមានតួនាទីសម្រាប់តែរក្សាទុកនៅណា module ឬក៏ library សម្រាប់យកមកប្រើប្រាស់ណានៅក្នុង project យើងណាតាមរយៈប្រភពពីខាងក្រៅដូចជាណា flag ដូចជាណា tool ឬក៏ module សម្រាប់ machine learning សម្រាប់ AI សម្រាប់អីផ្សេងៗណាដែលយកមក support ការងាររបស់យើងតែប៉ុណ្ណោះហើយមុនពេលដែលអ្នកនរគ្នាធ្វើការបញ្ចូលនៅនៃ module ថ្មីឬក៏ library ថ្មីទៅក្នុង virtual environment ផងយើងតម្រូវឲ្យអ្នកនរគ្នាធ្វើការ activate វាមុនពេលបញ្ចូលណាអ្វីថ្មីទៅខាងក្នុងនឹងបន្ថែមទៀតបញ្ជាក់ណាអត់ឲ្យមានការយក custom file ដែលយើងបង្កើតនៅក្នុង project ផងយើងយកទៅទុកដាក់នៅក្នុងនឹងឡើយគឺសូមរក្សាទុកវាឯករាជ្យមានន័យថា isolate វាណាកុំឲ្យពាក់ព័ន្ធជាមួយនឹង code ដែលយើងបានសរសេរបើសិនជាមានបញ្ហាយើងអាចលុបនៃ virtual environment ហ្នឹងចោលហើយយើងអាចធ្វើការបង្កើតវាសារឡើងវិញបានហើយយើងធ្វើទៅតាម step ដែលយើងបានកំណត់ទុកនឹងដូចគ្នាអញ្ចឹងនេះជាចំណុចបន្ទាប់គឺសូមឲ្យអ្នកនរគ្នាសរសេរ code ណាសម្រាប់បាទណា file នីមួយៗនៅក្នុងនេះបាទអញ្ចឹងខ្ញុំណានឹងសរសេរ code បន្តិចណាហើយខ្ញុំអត់មានពេលសរសេរ code ចឹងខ្ញុំ copy paste តិចទៀតអ្នកនរគ្នា
nè nâng ai mơ khơi lật phao tầng này ok chẳng lấy đi cứ đưa sai dương ban cái này này cầm thi dương ban rồi rồi thấy này hayในครั้งนี้เนี่ยเราเนี่ยเคยเนี่ยเป็นเด็กชมปลายคือยืนในซอลเมียนกลมหอมวยได้อัตวันบาน complete คือในซอลใน JSON schema มือติดโดยเฉพาะเนี่ยเราเนี่ยอาจโจตึกน้องใน virtual environment พอยืนลายเว้นโดยครั้งนี้ชมเตยผู้การ activate วิลายเว้นในชม data.venv ใน p โซนมวย slash นะหรือคนเนี่ยเราเนี่ยโจเพลย์ได้เนี่ยเราเนี่ยบานเพื่อบันมันนะตามระยะรันไฟล์พันยืงนะในขนมscript นะ activate.dat ประกอบมาคือชม slash นะตามวิธีพันยมบ่า .ps1 ประกอบให้ชมตะเซนะเจีย pip install บ่า json schema บ่า json schema บ่ารู้นะอักษรตัวตัวก็เซจอบคนนี้ให้ต่อมาชม enter เวียจังในปีเดียวจับได้เพื่อการ install JSON schema ในขนมนะ visual environment ให้ในตอนนี้นั่งเล่นเคยมีนกับเขาอะไรนี่การไล่ให้แบบจังยังลงจำติดจังเวียนบัตรนะจังปีการเงียบผ่อนยืงนะบัตรสัญชีวิตบัตรเต้ในตอนนี้ไอทีการเตรียมตัวนะแบบตามระยะ view command palette select interpreter ผ่อนยืงหายเชื่อยก virtual environment ไม่สาหลังวิ่งในจุนการtới โดยซาแต่วิอดบานเพื่อการใน refresh จังยืงอาจนังเมียนปัญหาเบอร์เซนจีขนมกะในเมียนในเคยทาการตอบจอบใน virtual environment มวยดังโปรเจกต์ยืงปราเจคือโซมโจแต่ขนม view comment palette สาหลังวิ่งรุ่ยใน select วิอดบานตรำไตรในเป้ได้ยืงบานแต่เซรุ่ยจังในเราเนี่ยเคย data ในตีนี้ตีมวยตีปีหนึ่งตีใบในรวยหายยืงเมียนในไฟล์ JSON พันยืงบ่ากรุบกร้อนรวยหายยืงอาจมามือเราพันยืงในขังเครานะจังในขนมเราดิโดยซาในขนมโปรเจกต์พันยืงแตะตรงหนึ่งเรานะบ่าในจึงยืงเมียนเราจิตใจในขังขนมนั้นเมียน JSON ไฟล์เมียนไอสอบแบบอย่างนะบ่านะจังยืงบ่าเคยใช้ยืมเมียนเราเนี่ยอินเฟอร์บ่าเนี่ยยืมเมียนเอาไว้มวยในครั้งนี้บ่าจังในครั้งนี้ยืมเมียน slash เวียนนึงจอบแต่การโฮมหายเวียนนึงจอบจมวยนั้นใน fake list พันยืมบ่าจังยืมเป้ได้ยืมแต่เซคูดนี่รวยรอลnext ชมโซบิเจนะเป้ได้เซรวยรอลจังในรอบนี้อาจรันเบียบานไหนบ่าโดยซายืมหลายนี้ยืมอาจจะเนี่ยตื่นเลยบ่าในสัญญา drop down ให้ต่อมายังยงรันในยงมา over เลยวิในหรือก็ตามระยะ IP ในขังคราวนี้ก็บานไหนแต่ยงยกขังเลยจ๊อได้จี local host มา over เลยวิไปชมจุดเลยวิtớiวินั่งเพื่อการลิงก์ในตามระยะ route ระบบยืงในดำไปไปแจ้งทาง status พันยืงนั่งจุกจีจังในเป้ได้ยืงจังเพื่อการเตะถ้าเต้า fake พันยืงตำนายการอัดจังยืงปลา slash ใน fake ดูให้ยืง inter มายืนนั่งคืนในการ read data trên JSON file ต่างๆยอมเอายืนนะต่อมาเนี่ยเราเนี่ยอาจมือแต่เลย rule บ่ายืนได้ rule นะเอาแต่เซชมัวไอ้เตยชมวยนั่ง fake ได้ยืนบานกำหนดนะสมมติเราได้ยืนบานกำหนดในขนมนะ app.py ได้เจียโปรแกรมในไฟล์พันยืนให้ต่อมาเนี่ยเราเนี่ยคืนหลายนึงเวียเพื่อการปัญหายืนต่อมาเนี่ยเราเนี่ยอาจเพื่อการ validate ใน validate inter มาเนี่ยเราเนี่ยหนึ่งคืนลัดพอเนี่ยได้เวียถือการเตรียมตัวในตามระยะ schema อะไรเนี่ยcái học fake array schema ให้หนึ่งใน rule array schema พันยืงแต่เวียรุดไปตาม standard ตามตรายได้อดให้ต่อมาเทียบยืงมือแต่เลอะจงคราวมือเทียบเอาชมูทา infer ให้ในขนม infer ยืงตรายดอลใน fake ได้ยืงบานกลมน็อตในขนม rule นิมวยแต่ rule ใบเสนยืงจังกำลังทับ fake มวยนะแต่เวียตรำไตรอัดจังยังอาจดัชโจเตเวียนังตีนยก data จังปี JSON file มาต่างๆในเวียกรอนแต่จีจุดนั้นจับได้ตีให้เวียคือจีใน plug API ในได้ read data มาวิ่งในขนมจีตุ่มรง JSONify ให้ยังอาจในยอเวียตปลายปลาในขนมการเงียบเสียก็บันไดนี่คือจีจุ่มเฮียนตีมวยให้ในขนมจุ่มเฮียนตีปีในยืงในเพื่อการปลาโดเวียไป
ពីការ read ណានៅក្នុង JSON តាមរយៈ route មកណាបន្ថែមតាមរយៈ view ដែលមាន HTML មានណាបាទ CSS ដើម្បីធ្វើការដោយផ្ទាល់ណាសម្រាប់ភាគីដែលពាក់ព័ន្ធនីមួយៗក្នុងនោះរួមមានទាំងណា expert knowledge រួមទាំងណា user ផងដែរអញ្ចឹងយើងអាចប្រើប្រាស់ណានៅក្នុងលំហាត់បន្ទាប់នៅណាមេរៀនក្រោយអត់យើងហ្នឹងអូខេអញ្ចឹងសរុបមកវិញខ្ញុំមានប៉ុណ្ណឹងសម្រាប់ការចាប់ផ្ដើមហើយរាល់គូទាំងអស់ណាខ្ញុំនឹងធ្វើការពន្យល់ជូនអ្នកនរគ្នានៅក្នុងណាពេលដែលអ្នកនរគ្នាធ្វើការងារបានរួចរាល់បាទអញ្ចឹងអរគុណ